បាទទើបតែលើកទី1នៅក្នុងឆាកជីវិតផងដែរអញ្ចឹងក្នុងការធ្វើដំណើរផ្សងព្រេងចុះបងប្អូនបាទគឺយើងធ្វើដំណើរបាទពីរាជធានីភ្នំពេញបាទទៅកាន់ស្រុកផងដែរទឹកដីព្រះវិហារស្រុកជុំសានបងប្អូនមើលផែនទីបងប្អូនបាទចម្ងាយ401គីឡូបងប្អូនមានចិត្តណាបងប្អូនឆ្ងាយណាបងប្អូនរហូតបាទបងប្អូនមើលនេះរហូតដល់បាទនេះជាប់នៅព្រំដែនថៃតែម្ដងបងប្អូននេះមិនចិត្តទេបងប្អូនឆ្ងាយបងប្អូនអើយជិះម៉ូតូណាមួយថ្ងៃតែម្ដងបងប្អូនជិះមិនសូវទេសម្រាប់ទេប៉ុន្តែហត់និយាយថាបើហត់អូញាក់សាច់បាទហត់អីហត់ម៉ូតូមនុស្សក៏គៀងដែរបាទនេះគឺជាបាទវ៉ាលីរបស់យើងក៏ត្រៀមខ្លួនរៀបចំហើយបងប្អូននេះយើងទៅមកដល់មិនដល់ស្គុនទេបងប្អូនអើយបាទទៅមកដល់កន្លែងបាទចាក់សាំងសិនបងប្អូនបាទអញ្ចឹងឥឡូវនេះក៏យើងធ្វើដំណើរបន្តទៅមុខទៀតបាទចឹងចេញតាំងពីរៀងថាព្រឹកដែរបងប្អូនតែឃើញថាថ្ងៃម្ដងនេះក៏រៀងថ្ងៃដែរហើយអាកាសធាតុមេឃរួភ្លេងបងប្អូនអញ្ចឹងឥឡូវនេះក៏យើងធ្វើដំណើរបាទចិត្តដល់ស្គុនហើយបងប្អូនក៏យើងចេញពីភ្នំពេញបាទតាមម្ដុំបាទលើស្ពានជួយជំវាអញ្ចឹងទៅយើងជិះតាមផ្លូវនឹងទៅម្ដងបងប្អូនហៅថាផ្លូវជាតិលេខ6ផងដែរបាទចេញឆ្លងកាត់ជាមួយខេត្តកំពង់ចាមកំពង់ធំរហូតដល់បាទខេត្តព្រះវិហារផងដែរបាទចំពោះវីដេអូផងដែរក៏យើងធ្វើការកាត់តែម្ដងបងប្អូនឡើងបាទដល់បាទទឹកដីនៃខេត្តបាទកំពង់ធំតែម្ដងបងប្អូនប៉ុន្តែមិនទាន់ដល់ទីរួមខេត្តទេនៅតាមស្រុកនៅឡើយបើនិយាយទៅយើងឆ្លងកាត់បាទ2 3ខេត្តហ្នឹងគឺយើងរាប់ទៅបាទទាំងស្រុកទៀតគឺជិត12ស្រុកជាងចិត្ត15ស្រុកបងប្អូនបាទក្បែរ20ស្រុកដែរបាទឥឡូវនេះគឺយើងដល់បាទទឹកដីនៃខេត្តកំពង់ធំប៉ុន្តែនៅស្រុកនៅឡើយទេបងប្អូនបាទតែដល់នៅស្រុកសន្ទុកអញ្ចឹងទៅអាកាសធាតុក៏ដូចជាព្រះអាទិត្យក៏ចាប់ផ្ដើមបាទធ្លាក់ចុះបន្តិចម្ដងហើយបងប្អូនបាទអញ្ចឹងទៅមុខទៀតបងប្អូនបាទនេះគឺដល់បាទស្រុកមកកន្លែងទៀតហើយប៉ុន្តែនៅទឹកដីកំពង់ធំនៅឡើយទេបាទថ្ងៃនេះផងដែរបងប្អូនធ្វើដំណើរបាទមុនថ្ងៃចូលឆ្នាំមួយថ្ងៃបងប្អូនបាទឥឡូវក៏យើងធ្វើដំណើរបាទដល់បាទខាងសន្ទុកក៏ដូចជាបាទនៃទីរួមខេត្តបាទនៃខេត្តកំពង់ធំតែម្ដងបាទឥឡូវហូបខ្ញុំសន្ទុកហើយបងប្អូនបាទបញ្ជាក់ផងដែរបងប្អូនបាទវីដេអូនេះគឺមុនចូលឆ្នាំផងដែរបងប្អូនឥឡូវនេះក៏យើងដល់បាទកន្លែងហូបបាយតែម្ដងបាទដល់កន្លែងហូបបាយហើយគឺយើងធ្វើការហូបបាយសិនបងប្អូនបាទនៅទីរួមខេត្តបាទមុននឹងធ្វើដំណើរបន្តទៅទៀតផងដែរអញ្ចឹងការធ្វើដំណើរប្រើរយៈពេលយូរបងប្អូនហើយយូរតែមានទៀនណាបងប្អូនឈប់ផងបាទហូបបាយផងពុះទឹកផងចាំមានចិត្តទេបាទលើកទី1ក្នុងការធ្វើដំណើរបាទជិះម៉ូតូបាទពីរាជធានីភ្នំពេញបាទទៅកាន់បាទព្រំដែននៃទឹកដីនៃស្រុកចុងសានព្រះវិហារផងដែរនិយាយទៅជួបព្រំដែនថៃនិងឡាវតែម្ដងចឹងបងប្អូនក៏ថាគឺឆ្ងាយតែម្ដងបាទចឹងផងដែរក៏មានបាទជាមួយនឹងបាទការធ្វើដំណើរហ្នឹងយើងជិះកាត់តាមទីរួមខេត្តផ្សេងៗក៏ដូចជាបាទនៃស្រុកផ្សេងៗផងដែរបងប្អូនចឹងគឺច្រើនបាទនេះគឺយើងបាទហូបបាយរួចហើយគឺយើងធ្វើដំណើរតទៅទៀតបាទនេះគឺជាទឹកដីនៃខេត្តបាទកំពង់ធំផងដែរបងប្អូនបាទចឹងឃើញថាបាទមានបងប្អូនប្រជាពលរដ្ឋជាច្រើនដែលក៏ត្រៀមទទួលជាមួយទេវតាឆ្នាំថ្មីបាទព្រោះអីវីដេអូហ្នឹងគឺបាទតាំងពីមុនចូលឆ្នាំបងប្អូនទៅធ្វើការកាត់ផងដែរបាទចឹងនេះក៏ជាបាទមេរៀនជីវិតក៏ដូចជាបទពិសោធន៍ជីវិតនៅក្នុងការធ្វើដំណើរបាទពីតំបន់មួយទៅតំបន់មួយពីខេត្តមួយទៅខេត្តមួយបាទនិយាយទៅគឺឆ្ងាយបងប្អូនបាទចឹងបើសិនជាបាទក្នុងការជិះម៉ូតូដូចជាឡានចំពោះការធ្វើដំណើរគឺខុសគ្នាបងប្អូនចំពោះការជិះម៉ូតូគឺយើងប្រើរយៈពេលយូរបាទចំពោះការជិះឡានគឺយើងរយៈពេលអាចកន្លះថ្ងៃបាទបងប្អូនដល់នេះក៏យើងបាទដល់បាទខាងស្រុកបាទបារាយបាទជាប់នឹងស្រុកសាត់បាឡាំងបងប្អូនជាស្រ័យបាទជាប់ជាមួយនឹងបាទទឹកដីនៃខេត្តព្រះវិហារផងដែរឥឡូវគឺយើងចូលដល់ខេត្តព្រះវិហារបងប្អូននេះគឺជាបាទចំការកៅស៊ូផងដែរបងប្អូនក្រុមហ៊ុនចំការកៅស៊ូដ៏ធំល្វឹងល្វើយបាទនៃទឹកដីស្រុកជុំជាស្រ័យទឹកដីនៃខេត្តព្រះវិហារក៏ដូចជាស្រុករវៀងផងដែរបងប្អូនបាទនេះថតចំការកៅស៊ូបងប្អូនបានមើលផងទៅបងប្អូនអើយនេះឡើងធំហើយវៀងទៀតបងប្អូនរាប់រយហិកតាបងប្អូនបាទចេះទៅក៏យើងចូលជិះទៅដល់ជាការកៅស៊ូហើយគឺតាមហ្នឹងក៏សិតតែប្រេងយើងចូលចាក់សាំងសិនបងប្អូនអញ្ចឹងចំពោះការចាក់សាំងបើនិយាយទៅបងប្អូនមិនសូវជាអស់ច្រើនទេអស់50000ទេបងប្អូនបាទពីភ្នំពេញបាទទៅដល់បាទទីរួមស្រុកផងដែរនៅនេះក៏យើងចូលមកបាទដល់ផ្សារគេទៀតហើយបងប្អូនបាទដល់ផ្សារនៅកន្លែងចិត្តជាការកៅស៊ូនឹងបាទចឹងឃើញបងប្អូនគាត់ចូលបាទហូបអីជាច្រើនក៏ដូចជាការទិញតំណែងផ្សេងបាទនៅក្នុងផ្សារនឹងផងដែរបងប្អូនគេហៅថាផ្សារត្រីបាទជាប់ជាមួយនឹងផ្សារបាទក្បែរនឹងអញ្ចឹងមាន2កន្លែងផងដែរដល់បន្តទៀតនៅទឹកដីព្រះវិហារដដែលគឺនៅបាទស្រុកបាទឆែបបងប្អូនបាទនេះគឺយើងនៅខាងស្រុកឆែបអញ្ចឹងយើងជិះកាត់ស្រុកឆែបហើយបាទបន្តទៅមុខទៀតបាទបានទៅដល់បាទស្រុកជ័យសែនអញ្ចឹងវាមានស្រុករវៀងឆែបជ័យសែនទៅជិះកាត់ច្រើនស្រុកបងប្អូននេះគឺជានៅលើទឹកដីបាទខេត្តព្រះវិហារទេបាទចឹងគឺផ្លូវខ្វែងខ្វាត់បាទជាច្រើនបាទចឹងក៏ស្អាតបងប្អូនទិដ្ឋភាពសងខាង
គឺមានភ្នំមានអីចឹងយើងជីកាត់នៅបណ្ដុំដីសដីក្រហមមានទៅតាមហ្នឹងទៅឥឡូវបងប្អូនទីទៀតគឺយើងដល់ដីក្រហមផងដែរនៅខាងប្រយុទ្ធបាទនៅស្រុកខាងហ្នឹងភូមិខាងហ្នឹងគឺគាត់បាទប្រកបរបរធ្វើចំការបងប្អូនរាប់រយហិកតាអញ្ចឹងមានទៅដំណាំគ្រប់ប្រភេទថាចេកថាផ្លែឈើស្វាយទេបងប្អូនអើយចឹងបងប្អូននៅទីហ្នឹងក៏គាត់បាទទទួលជាមួយនឹងភោគផលគឺជាច្រើនបាទតើតើជាមួយនឹងបាទការដាំដំណាំផ្សេងផងដែររបស់គាត់ផងដែរបងប្អូនបាទបើយើងងាកត្រឡប់ទៅកាន់បាទតំបន់ខាងមុខនោះគឺដីក្រហមបងប្អូននឹងគឺទៅដល់តំបន់ដីក្រហមអញ្ចឹងបងប្អូននៅទីនោះក៏ដាំដើមឈើអីក៏រស់ដែរបងប្អូនមិនថាដំណាំស្អីទេហូបផ្លែក៏ដូចជាដំណាំផ្សេងផងដែរមិនថាតឡូមីបាទអូជាច្រើនបាទនេះបងប្អូនដីក្រហមល្វើបងប្អូនអញ្ចឹងដាំអីក៏រស់ដាំអីក៏កើតផងដែរបងប្អូនបាទអញ្ចឹងបញ្ជាក់តិចបងប្អូនបើតើតើជាមួយនឹងបាទដូចជាវីដេអូកាលខេបជុំបាទក៏ទូវីដេអូដែលធ្វើដំណើរតាមឡានក្រុងពេលយប់អញ្ចឹងបងប្អូនក៏គាត់ជិះឡានក៏ច្រើនដែរបងប្អូនអញ្ចឹងឆ្នាំនេះផងដែរគឺយើងធ្វើការបាទជិះជាម៉ូតូផងដែរបាទចំពោះការកាត់បន្ថយនៃការរងចាំពេលខ្លះទៅការរងចាំក៏វាខកខានណាបងប្អូនអញ្ចឹងចំពោះតម្លៃប្រែប្រួលទៅតាមនឹងចំពោះការជិះឡានអញ្ចឹងណាបងប្អូនបាទអញ្ចឹងក៏យើងសាកល្បងធ្វើការជិះម៉ូតូនេះគឺជាបទពិសោធន៍ផងដែរបងប្អូនបទពិសោធន៍នេះបាទជីវិតនៅក្នុងការជិះម៉ូតូពីភ្នំពេញមកកាន់បាទទឹកដីស្រុកផងដែរគឺឆ្ងាយម្ដងហើយនេះសូមស្វាគមន៍ទីរួមខេត្តព្រះវិហារផងដែរបាទដល់កន្លែងរូបសំណាក់បាទតាឌីតែម្ដងបងប្អូននេះក៏សូមសេចក្តីសុខសេចក្តីចម្រើនជូនទៅកាន់បងប្អូនផងដែរបងប្អូនបាទចំពោះអ្នកដែលបានទស្សនានៅវីដេអូនេះបាទចឹងដល់រង្វង់មូលបាទនៃតំណាងនៅខេត្តព្រះវិហារផងដែរចឹងតាមសងខាងផ្លូវផ្សេងដាំជាមួយនឹងផ្កាចម្រុះពណ៌ជាច្រើនបងប្អូនបាទដើម្បីជាលម្អទៅដល់ទីក្រុងក៏ដូចជាបងប្អូនដែលគាត់ឡើងមកលេងកម្សាន្តបាទនៅទីរួមខេត្តអីទៅស្រស់ស្រាយជាមួយនឹងធម្មជាតិក៏ដូចជាផ្កាស្រស់ប្រងផងដែរគ្រប់ប្រភេទបាទឥឡូវនេះគឺយើងបាទកាត់បាទឥឡូវនេះគឺយើងបាទសល់តែប្រហែលគីឡូទៀត47គីឡូទៀតទេនឹងដល់បាទទីរួមស្រុកទៅម្ដងបងប្អូនបាទអញ្ចឹងក៏យើងជិះតាមកាត់តាមផ្លូវហ្នឹងគឺបងប្អូនតាមហ្នឹងគឺព្រៃអញ្ចឹងនឹងព្រៃរៀងថានៅច្រើនដាល់អញ្ចឹងបងក៏កំពុងធ្វើផ្លូវបន្តទៀតផ្លូវធ្វើរួចហើយបងប្អូនប៉ុន្តែមានបញ្ហាទៅគេឈូសចេញទៅគេធ្វើតទៀតចឹងចូលបន្តបាទមិនជាបញ្ហាទេបងប្អូនជិះអាចជិះបានធម្មតាហើយនេះគឺយើងដល់បាទផ្ទះបាទមកបងកងទ័ពណាបងប្អូនគឺស្រស់ស្អាតមែនទែនដំបូលពងខៀវវាឡំដូចជាធម្មជាតិបាទខាងលើផងដែរបងប្អូនបាទអញ្ចឹងទៅតែយើងជិះបណ្ដាយើងគយគុណទេសភាពសងខាងបណ្ដាបងប្អូនតែបណ្ដានឹងម៉ូតូហ្នឹងគឺក្តាមខ្លាំងហើយបងប្អូនជិះរហូតនៅអត់ទាន់សូវបានសម្រាកឥឡូវនេះសូមស្វាគមន៍នៅស្រុកជុំខ្សានបាទដល់តែម្ដងហើយជាប់ព្រំដែនប្រទេសថៃផងដែរបាទអញ្ចឹងក៏យើងបាទបន្តដំណើរទៅមុខទៀតយើងជិះកាត់បាទចិត្តដល់ហើយបងប្អូនហើយបាទអញ្ចឹងគេទៅបងប្អូនបាទចឹងចំពោះបងប្អូនជាច្រើននៅគាត់នៅខាងស្រុកហ្នឹងគាត់ឡើងមកធ្វើការនៅភ្នំពេញអញ្ចឹងមកគាត់ចង់ជិះជាម៉ូតូក៏អត់បញ្ហាដែរបាទស្គាល់ផ្លូវគឺផែនទីអាចជួយបានយើងគាត់ទៅវៃទៅថាដាក់ទៅស្រុកក៏ដូចជាទីតាំងដែលយើងចង់ទៅវានឹងបង្ហាញយើងឲ្យបងប្អូនប៉ុន្តែអញ្ចឹងយើងត្រូវស្គាល់ផ្លូវខ្លះពេលខ្លះទៅផែនទីមិនត្រូវទាំងអស់ទេបងប្អូនអាចបង្ហាញយើងខុសទៅធ្លាក់ទឹកតាមហ្នឹងទៅអូខេឥឡូវនេះក៏បាទដល់បាទផ្ទះតែម្ដងបងប្អូនដីក្រហមបងប្អូនអើយឃើញវីដេអូនេះហើយនឹកផ្ទះនឹងអីទៀតតើបងប្អូនតែធ្វើម៉េចជាងនៅពេញប៉ុន្តែមិនយូរមិនឆាប់ទេអាចនឹងបានបាទនៅផ្ទះមាននឹងធ្វើវីដេអូសុខស្រ័យច្រើនឲ្យបងប្អូននៅពេញឃើញហើយបាទចង់រស់នៅសុខស្រ័យណាបងប្អូនដោយសារតែនៅភាពស្រស់ស្អាតឥឡូវនេះមកដល់ផ្ទះហើយបងប្អូននេះបាទអ្នកម្ដាយក៏ធ្វើការដាំបាយចាំអីផងដែរបងប្អូនបាទចឹងយើងធ្វើការហូបឈឺនិងម្ហូបដ៏សែនឆ្ងាញ់ផងដែរណាចឹងវីដេអូជាចុងក្រោយសូមអរគុណបាទចំពោះបងប្អូនដែលទស្សនាផងដែរបាទនេះគឺជាវីដេអូក៏ដូចជាទុកថាជាបទពិសោធន៍មួយដែលយើងធ្វើដំណើរពីឆ្ងាយបាទចំពោះការធ្វើដំណើរជាមួយម៉ូតូបាទសូមអរគុណជម្រាបលា